ប៉ុន្តែបើនិយាយអំពីការវិភាគគឺមួយថ្ងៃ12ម៉ោងអង្គុយមានពេលសម្រាប់ត្រឹមតែ5នាទីអង្គុយចាប់ពីម៉ោង1ដល់ម៉ោង2សម្រាប់5នាទីរគាំងបានរោការបដិបត្តិចាប់ពីម៉ោង2 5នាទីរហូតដល់ម៉ោង3រគាំងបានសម្រាប់រោសម្រាប់ម៉ោង3រហូតដល់ម៉ោង5ពេលនេះគឺរៀងយូរជាងគេបន្តិចចិត្ត2ម៉ោងឬក៏អាចដល់2ម៉ោងដូច្នេះអ្នកបដិបត្តិដែលមានការអធិដ្ឋានយកកាយនិងចិត្តទៅថ្វាយចំពោះពធដើម្បីរំដោះទុក្ខក៏មានការអត់ធ្មត់ព្យាយាមតស៊ូអត់ធ្មត់ជំនះនៅវេទនាដែលកើតមកអំពីខណ្ឌដែលយើងកំពុងមានគឺរូបខណ្ឌនេះដែលជាគំនោនៃទុក្ខដែលយើងសន្សំមករាប់រយជាតិមកហើយកងនៃសង្ខារចាស់របស់យើងដែលសន្សំមកក៏ចេះតែឲ្យផលជាទុក្ខរឿយការប្រកាន់ភ្ជាប់ក្នុងវេទនាជាសក់ជាទុក្ខថាជារបស់ខ្លួនការស្វែងរកនៅវេទនាល្អហើយការស្អប់នៅវេទនាអាក្រក់វេទនាមិនពេញចិត្តមនុស្សលោកទាំងអស់ដូរតែពណ៌សម្បល់នឹងជនជាតិប៉ុណ្ណោះប៉ុន្តែការប្រព្រឹត្តនិងការរស់នៅដូចគ្នាទាំងអស់គឺដើម្បីតែវេទនាល្អការហូបចុកឆ្ងាញ់គឺដើម្បីវេទនាពេញចិត្តការរស់នៅផ្ទះសម្បែងស្អាតធំល្អក៏ដើម្បីវេទនាជាសុខការបានមនុស្សជាទីស្រឡាញ់ក៏ដើម្បីតែវេទនាជាសុខប៉ុន្តែទន្ទឹមនឹងនោះរបស់ដែលយើងស្រឡាញ់ក៏វាបាត់បង់ទៅក៏វាពុកផុយបាក់បែកទៅក៏កើតនៅការវេទនាជាទុក្ខក្នុងរបស់ដែលបាត់ក្នុងរបស់ដែលពុកផុយនោះទៅមិនត្រឹមតែប៉ុណ្ណោះរបស់ឬក៏វត្ថុមនុស្សដទៃផ្សេងទៀតក៏ចេះតែបង្កើតទុក្ខថែមទៀតឲ្យយើងទាំងដែលចិត្តរបស់យើងតោងចាប់យកនៅសម្លេងចាប់យកនៅរូបភាពទាំងអស់នោះដោយការធ្វើប្រតិកម្មរបស់ចិត្តជាមួយនឹងរូបសម្លេងក្លិនរសសម្ផស្សពីមួយថ្ងៃទៅមួយថ្ងៃចិត្តរបស់យើងកកទៅដោយសង្ខារចាស់សន្សំនៅកម្មថ្មីមានលោភៈនិងទោសៈរាប់មិនអស់ក្នុងមួយខណៈនៃចិត្តរបស់យើងលោភៈនិងទោសៈកើតស្ទើរតែគ្រប់ខណៈគ្រាន់តែឆ្លាស់គ្នាកើតប៉ុណ្ណោះប៉ុន្តែការសន្សំនៃសង្ខារចាស់មានលោភៈទោសៈនិងមោហៈនេះសត្វលោកប្រព្រឹត្តទៅដោយការសន្សំរឿយស្ទើរតែមិនមានចន្លោះព្រោះការមិនបានពាល់ត្រូវនៅពធដោយការបដិបត្តិក្នុងមាគ៌ាដើម្បីសម្លឹងមើលនៅអារម្មណ៍ទាំងឡាយទៅតាមសភាពពិតរបស់ធម្មជាតិគឺថាយើងគ្រាន់តែមានឧបេក្ខាសម្លឹងមើលទៅការកើតនិងរលត់របស់ចិត្តនិងវេទនាបើញាតិញោមហូបឬក៏គេងនៅលើពូកនៅលើផ្ទះដែលល្អបើសិនជាចិត្តរបស់យើងមានការប្រកាន់ភ្ជាប់ក្នុងរបស់នោះនៅពេលនោះលោភៈចិត្តរបស់អញក៏ចេះតែមានការសន្សំអារម្មណ៍នោះរឿយរហូតទៅដូច្នេះការសន្សំជីវ័នឯចិត្តដែលជាលោភៈនេះសន្សំរឿយបែបនេះសេចក្តីទុក្ខក៏កើតឡើងរឿយព្រោះថាសេចក្តីទុក្ខកើតអំពីការបាត់បង់ការប្រត់ប្រាស់ការវិនិច្ឆ័យទុក្ខភ័យនៃរបស់នោះគឺប្រកាសជានឹងមាននៅពេលណាមួយជួបគូនឹងព្រាត់កើតផ្ទុយនឹងស្លាប់ចរិយាព្យាធិមរណៈមិនត្រឹមតែកើតនៅក្នុងរាងកាយរបស់យើងតែប៉ុណ្ណោះឡើយចរិយាព្យាធិមរណៈបានកើតចំពោះញាតិបងប្អូនរបស់យើងគ្រប់គ្នាញាតិបងប្អូនឪពុកម្ដាយរបស់យើងគឺមានច្រើនដែលយើងបានស្គាល់ដែលយើងបានរស់នៅសេចក្តីទុក្ខខ្លះគឺកើតអំពីរូបខណ្ឌគំនោនៃរូបរបស់យើងសេចក្តីទុក្ខខ្លះក៏កើតអំពីគំនោនៃរូបខណ្ឌរបស់មនុស្សដែលយើងហួងហែងមានប្តីមានប្រពន្ធមានកូនមានម្ដាយមានមិត្តភក្តិមានមនុស្សដែលយើងគោរពស្រឡាញ់ដូច្នេះហើយសេចក្តីទុក្ខកើតអំពីអ្វីកើតមកពីណាសេចក្តីទុក្ខកើតមកអំពីវេទនាដែលប្រកាន់ភ្ជាប់ដែលយើងគិតថាជារបស់ខ្លួនដែលយើងមិនចង់ឲ្យរបស់នោះប្រែប្រួលទៅដូច្នេះញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់កាលណាបើយើងបរិបត្តិនៅពេលនោះយើងគ្រាន់តែពិនិត្យមើលធម៌ដែលការកើតឡើងហើយរលត់ទៅវិញ
ដោយញាតិញោមច្រើនទៅលើព្រះសង្ឃសូត្រនៅធម៌អនិច្ចាវតសង្ខារាបាតវិយធម្មិណោបច្ចេត្វានិរុច្ឆន្តិទេសង្ឃវូបសមោសុខោអនិច្ចាវតសង្ខារាមានន័យថាសង្ខារធម៌ទាំងឡាយភាសាអង់គ្លេសថា everything all conditions are impermanent សង្ខារធម៌ទាំងឡាយមិនទៀងសង្ខារធម៌ទាំងឡាយមិនទៀង arising and passing away កើតឡើងមកហើយរលត់ទៅវិញកើតឡើងមកហើយរលត់ទៅវិញជាធម្មតាការរួចទៅនៃសង្ខារទាំងឡាយរមែងបាននៅអមតៈសុខ the end of conditioning free from suffering ចឹងការអស់ទៅនៃតណ្ហាការអស់ទៅនៃសង្ខារដែលជាការតាក់តែងនៅកម្មតាមទ្វាចិត្តទ្វាវិចារទ្វាកាយក៏រលត់ទៅនៅពេលនោះសេចក្តីសុខក៏បានកើតឡើងយ៉ាងប្រកបគឺជាសេចក្តីសុខដ៏ក្សេមគឺអមតៈធម៌គឺព្រះនិព្វាននិព្វានមិនមែនជាអភូតហេតុឯណាអំពីការរួចទៅនៃកិលេសឡើយនិព្វានមិនមានឋាននិព្វានមិនមានភពប៉ុន្តែនិព្វានគឺមាននៅក្នុងចិត្តរបស់បុគ្គលដែលរួចចាកនៅកិលេសនោះហើយគឺនិព្វានបុគ្គលដែលរួចចាកនៅកិលេសបុគ្គលនោះមាននៅសេចក្តីសុខដ៏ក្សេមដែលមិនមាននៅសេចក្តីទុក្ខមកជិតជ្រែកសូម្បីតែតិចតួចឡើយបុគ្គលដែលមានចិត្តបរិសុទ្ធបែបនេះរមែងរស់នៅជាសុខទោះបីជាបុគ្គលនោះស្លាប់ទៅក៏បុគ្គលនោះមិនមានចិត្តឯណាដែលតាក់តែងនាំឲ្យកើតនាំឲ្យឈឺនាំឲ្យស្លាប់ទៀតបុគ្គលនោះក៏រមែងរួចចាកនៅសង្ខារដែលតាក់តែងជាសង្កតធម៌រួចចាកនៅរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌនិងវិញ្ញាណខណ្ឌមនុស្សនោះគឺមានតែសុខតែម្យ៉ាងប៉ុណ្ណោះព្រះអង្គទ្រង់ហៅថាជាអមតៈសុខគឺព្រះនិព្វានដូច្នេះញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងមានបញ្ញខណ្ឌ5មានន័យថាមានភារៈដ៏ធ្ងន់គឺត្រូវចិញ្ចឹមបញ្ញខណ្ឌមានរូបសម្លេងក្លិនរសសម្ផស្សទីណាដែលមានបញ្ញខណ្ឌ5ទីនោះរមែងមានទុក្ខមិនថាតែក្នុងកំណត់មនុស្សដែលមានខណ្ឌ5កំណត់ទេវតាក៏មានខណ្ឌ5កំណត់ព្រំក៏នៅមានខណ្ឌព្រំខ្លះមានខណ្ឌ3ព្រំខ្លះនៅសល់តែខណ្ឌ1ប៉ុន្តែនៅតែមានសេចក្តីទុក្ខមិនអាចលះដាច់ជាសមុច្ឆេទដោយបុគ្គលដែលបានលះបង់នៅធម៌ទាំងឡាយជាអកុសលលោភៈទោសៈនិងមោហៈបុគ្គលនោះគ្រាន់តែមានជាតិកំណត់ដ៏ល្អអាយុវែងប៉ុណ្ណោះនៅពេលដែលបុណ្យរបស់គេអស់គេនឹងធ្លាក់មកកើតជាមនុស្សវិញប្រព្រឹត្តអំពើបុណ្យនិងអំពើបាបដូចជាមនុស្សទូទៅសវណ្ណសាមធ្លាក់មកអំពីកំណត់ព្រំមិនមានភេទប្រុសមិនមានភេទស្រីដូច្នេះហើយបុគ្គលសត្វណាដែលធ្លាក់មកពីព្រំបុគ្គលនោះរមែងមិនមានចំណងនៅក្នុងកាមរាគៈឡើយសត្វលោកទាំងឡាយដែលមានរាគៈរវាងស្រីនិងប្រុសដោយសារតែមានភេទអត្ថិភាវរូបបរិស័កភាវរូបរូបប្រុសនិងរូបស្រីប៉ុន្តែនៅក្នុងកំណត់ព្រំមិនមានបែងចែកភេទប្រុសឬក៏បាច់ភេទស្រីឡើយដូច្នេះហើយទើបបុគ្គលមិនមានរាគៈនៅក្នុងរូបប្រុសឬក៏នៅក្នុងរូបស្រីដូច្នេះហើយគ្រាន់តែបុគ្គលនោះបានសម្រេចនៅចិត្តដ៏ខ្ពង់ខ្ពស់តាមរយៈការបប្រតិបត្តិនៅវិបស្សនាគឺការសម្លឹងមើលនៅតួនៃរាងកាយមិនមានជាប្រុសមិនមានជាស្រីបុគ្គលនោះនៅពេលដែលអស់អាយុសង្ខារទៅក៏ទៅកើតនៅក្នុងកំណត់ភពដែលមិនមានប្រុសមិនមានជាប្រុសមិនមែនជាស្រីហើយសោយនៅសមាធិសុខប៉ុន្តែសុខនោះមិនជាអមតៈមិនថិតថេរព្រោះព្រំនៅមានខណ្ឌកាលណាបាននៅមានខណ្ឌបុគ្គលនោះរមែងមានការបែកធ្លាយខណ្ឌទៅដូច្នេះហើយទើបមានកំណត់ព្រំខ្លះធ្លាក់មកកើតនៅក្នុងកំណត់ក្រុងសាវត្ថីកើតជាកូនជ្រូកព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ញញឹមព្រះអនន្តទ្រង់សួរបើពុទ្ធព្រះអង្គនៅចម្រើនតើព្រះអង្គទ្រង់ញញឹមរឿងអីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាមនាលអនន្តអ្នកឃើញសត្វជ្រូកនោះទេបើពុទ្ធព្រះអង្គទូលបង្គំឃើញតើមានរឿងអីជាមួយនឹងសត្វជ្រូកហ្នឹងព្រះអង្គទ្រង់បានត្រាស់សម្ដែងថាមនាលអនន្តជ្រូកនេះធ្លាក់មកអំពីកំណត់ព្រំដែលព្រហ្មញ្ញឬក៏ពួកហិណ្ឌូទាំងឡាយគេយល់ថាគឺជាកំណើតនៃពួកអាទិទេពជាកំណើតដែលខ្ពង់ខ្ពស់បំផុតដែលពួកព្រហ្មញ្ញបូជាដោយការបូជាសត្វខ្លះបូជាមនុស្សខ្លះ
ដោយការសម្លាប់ខ្លះដោយការដុតខ្លះដើម្បីបានទៅក្នុងកំណត់ព្រំតាមរយៈមច្ឆាទិដ្ឋិទាំងអស់នេះបកគោទាំងអស់នោះរមែងមិនដែលបានទៅកាត់ព្រំឡើយព្រោះមិនបានប្រព្រឹត្តនិងសន្សំធម៌នាំឲ្យកាត់ព្រំព្រមវិហារធម៌4មេត្តាករណាមុទិតានិងឧបេធៈនិងឧបេខាក្នុងចំណោមឧបេខានោះគឺតរតែបរិបត្តិទៅញាតិញោមមានឧបេខាគឺឧបេខាចិត្តបើមិនបរិបត្តិទេញាតិញោមពុទ្ធបរិស័ទគ្រាន់តែយល់គ្រាន់តែដឹងគ្រាន់តែគិតប៉ុន្តែនៅពេលដែលរឿងកើតឡើងមកយើងមិនអាចតម្កល់ចិត្តនៅជាកណ្ដាលបានឡើយប្រពន្ធអញប្តីអញកូនអញដីអញផ្ទះអញស្រែអញចំការអញទីបំផុតទៅបកូននោះក៏នៅជាប់អញរហូតគ្រប់ជាតិសេចក្តីទុក្ខក៏កើតឡើងគ្រប់ពេលដូច្នេះបកូនណាដែលរៀនលះនៅរបស់ដែលមាននៅក្នុងខ្លួនដែលជារបស់អញវេទនាអញសញ្ញាអញសង្ខារអញវិញ្ញាណអញលះរបស់ក្នុងខ្លួនបានក៏អាចលះរបស់ក្រៅខ្លួនបានដែរនៅពេលនោះនៅពៀនក៏នៅគៀករបស់នៅគៀកខ្លួនបុគ្គលដែលមានការយល់ឃើញជាសមាទិដ្ឋិបែបនេះដូច្នេះញាតិញោមពុទ្ធបរិស័ទស្រីប្រុសគ្រប់គ្នាមកទីនេះក៏ជាផ្លូវនឹងមាគ៌ាដើម្បីនាំទៅកាន់ទីរំលត់ទុកគឺព្រះនិព្វានចឹងសូមអនុមោទនាចឹងញាតិញោមមានអីទៀតគឺយើងបញ្ចប់ត្រឹមហ្នឹងហើយអាត្មាក៏ចម្រើនពរលាមួយរយៈធំទៅបំពេញបុណ្យនៅប្រទេសឥណ្ឌាឆ្នាំទៅអាត្មាបាននិមន្តទៅជួយកម្មវិធីសុរពតបិដកដែលខ្មែរយើងជាអ្នករៀបចំជាម្ចាស់ផ្ទះដែលចំណាយពេល2ឆ្នាំ2023 2024ហើយចំណាយច្រើនក្នុងកម្មវិធី12ថ្ងៃចំណាយ$50,000ដើម្បីរៀបចំកម្មវិធីសូត្របត្រៃបិដកអន្តរជាតិនៅប្រទេសឥណ្ឌាកាលពី2ឆ្នាំមុនប៉ុន្តែខ្មែរយើងបានផុតវេនចូលមកប្រទេសឥណ្ឌាខ្លួនឯងជាប្រវត្តិសាស្ត្រប្រទេសឥណ្ឌាមិនដែលមានវេនសូត្របត្រៃបិដកទេពធរបស់បរិសុទ្ធត្រូវបានរលត់រលាយចេញពីផែនដីនៃប្រទេសឥណ្ឌាដែលជាផែនដីដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងហើយញាតិញោមពុទ្ធបរិស័ទខ្លះឃើញមនុស្សដែលរស់នៅក្នុងទីកន្លែងនៃក្បែរមហាពោធិ៍ឬក៏នៅក្បែរព្រះអង្គត្រាស់ដឹងក៏គិតថាហេតុអីបានជាព្រះអង្គត្រាស់ដឹងព្រះអង្គមានធម៌កន្លែងរបស់បរិស័ទមនុស្សទីនេះបែរជាកក្រិចមិនស្អាតមិនស្មោះត្រង់មនុស្សចិត្តវេកវែឥណ្ឌាញ៉ាប់មានអាត្មាទៅទា$150ឈប់តែ2នាទីវាទា$300ឥណ្ឌាញោមគឺឈប់ទាតែយើងហ៊ានឈប់គឺឡើងថ្លៃហើយញាតិញោមខ្លះក៏ឆ្លោះគ្នាមួយឥណ្ឌាច្រើនដោយសារវារៀងកលិចប៉ុន្តែញាតិញោមត្រូវដឹងថាឥណ្ឌានៅទីនោះមិនមែនជាកន្លែងព្រះអង្គកើតទេឥណ្ឌានៅសម័យព្រះមិនមានប្រទេសឥណ្ឌាទេគឺជាសមណរដ្ឋដែលមានឯករាជ្យដាច់ពីគ្នាឥណ្ឌាទើបនឹងមានជាប្រទេសឥណ្ឌាក្រោយព្រះបាទអសោកវាយបង្រួមប្រទេសឥណ្ឌាទាំងអស់ឲ្យទៅជាអាណាចក្រតែមួយក្រោយព្រះអង្គត្រាស់ដឹងក្រោយព្រះអង្គបរិនិព្វានទៅ300ឆ្នាំប៉ុន្តែមុននោះព្រះអង្គជាជនជាតិដែលមានកំណើតនៅលើទឹកដីនេប៉ាល់ដែលមានវង្សត្រកូលថាសច្ចៈវង្សហើយក៏ត្រកូលនេះក៏នៅមានបន្តដល់សពថ្ងៃដែរនៅទឹកដីប្រទេសនេប៉ាល់ហើយមនុស្សនៅទីនោះតំបន់ខ្លះគឺមានរូបសម្បត្តិស្អាតដែលជាប់នៅតំបន់មជ្ឈមបូព៌ាពួកអេរ៉ង់ខ្ញុំគឺព្រះអង្គកើតនៅក្នុងចន្លោះហ្នឹងដូច្នេះហើយទើបរូបសម្បត្តិរបស់ព្រះអង្គហ្នឹងគឺជាកូនកាត់ច្រើនសះទើបរូបសម្បត្តិរបស់ព្រះអង្គនេះគឺមហាពុរិសលក្ខណៈហ្នឹងគឺស្អាតខុសអំពីមនុស្សធម្មតាដោយបន់ផងដោយកំណើតដែលកើតក្នុងទីនោះផងព្រះអង្គនិមន្តធ្វើដំណើររាប់ពាន់គីឡូពីកន្លែងព្រះអង្គប្រសូតលំវិនីទៅកាន់ពោធិ៍ពុទ្ធគយារាប់ពាន់គីឡូចឹងទីនោះគឺគ្រាន់តែព្រះអង្គគ្រាន់តែជាផ្ចិតនៃផែនដីកន្លែងព្រះអង្គត្រាស់ដឹងណាគឺជាបង្ហើយនៃផែនដីឬក៏ជាផ្ចិតនៃផែនដីកន្លែងព្រះអង្គគង់ត្រាស់ដឹងនៅក្រុមដំពោធខ្ញុំពិភពលោកគឺមានរង្វង់ផ្ចិតមួយអញ្ចឹងនៅកន្លែងព្រះអង្គត្រាស់ដឹងគឺជាផ្ចិតនៃផែនដីដែលពុទ្ធត្រាស់ដឹងគ្រប់ជាតិទាំងអស់គឺត្រូវតែត្រាស់ដឹងនៅទីនោះមិនថាព្រះអង្គកើតនៅទីណាទេកើតនៅរដ្ឋណាប្រទេសណាកើតនៅខ្មែរក៏ដោយប៉ុន្តែព្រះអង្គត្រូវដាច់ខាតត្រូវតែត្រាស់ដឹងនៅទីនោះដូច្នេះមិនមានន័យថាព្រះអង្គប្រសូតនៅកន្លែងព្រះអង្គត្រាស់ដឹងទេ
ចឹងញាតិញោមខ្លះស្រាប់តែច្រឡំយល់ថាទឹកដីព្រះមិនបានមនុស្សឲ្យយ៉ាប់ណែលក់ស្លាប់ពោហ្នឹងយើងអ្នកមកលក់ហើយយើងតថ្លៃឲ្យយើងអត់ទិញអ្នកក្រោយយើងទិញវាយគ្នាផ្អើលហ្នឹងឥណ្ឌាញោមស្មើទៅមិនឃើញនឹងភ្នែកគឺឥណ្ឌាភាគខាងជើងសិតតែអ្នកក្រច្រើនណាស់ញោមគ្រាន់តែរដ្ឋប៊ីហាមួយមានចំនួន80លានអ្នកទៅហើយចិត្ត80លានចិត្ត100លានអ្នកទៅហើយគ្រាន់តែរដ្ឋប៊ីហាមួយមកបានទៅវិបស្សនា10ថ្ងៃលើ Google អង្ការបាននាំយកនៅវិបស្សនាទៅបង្រៀនអ្នកគុកនៅរដ្ឋប៊ីហាដែលជាគុកធំជាងគេនៅលើលោកមានមនុស្សរហូតទៅដល់ជិត200000នាក់ក្នុងគុកអ្នកគ្រប់គ្រងគុកថ្មីក៏ចង់ឲ្យគុកនឹងមានការប្រសើរព្រោះមនុស្សនៅក្នុងទីនោះកាចសាហាវដោយមនុស្សរស់នៅក្នុងនរកដូច្នេះនៅ Google អង្ការក៏បានប្រើនៅបច្ចេកទេសកម្មដ្ឋានគឺការចម្រើនធម៌អាណាបានិងចម្រើនវេទនាអ្នកជាប់គុកនៅទីនោះគឺសិតតែបានអរគុណដែលខ្លួនបានជាប់គុកទាំងបរទេសទាំងជនជាតិឥណ្ឌាទាំងហិណ្ឌូទាំងគ្រឹះទាំងអ៊ីស្លាមអ្នកជាប់គុកទាំងអស់ដែលបានបប្រតិបត្តិនៅកម្មដ្ឋានអាណាបានិងវេទនារបស់គាត់10ថ្ងៃអ្នកខ្លះចូលវគ្គច្រើនវគ្គព្រោះដំបូងគេធ្វើតែម្ដងប៉ុណ្ណោះប៉ុន្តែនៅពេលដែលអ្នកគុកច្រើនពេកមានរហូតដល់100000នាក់ដូច្នេះការធ្វើគឺមានត្រឹមតែ1000នាក់ហើយការធ្វើហ្នឹងគឺមានការបថុយប្រឋានអ្នកជាប់ទោសឧក្រិដ្ឋជាប់ទោសមួយជីវិតក៏ត្រូវទៅដែរអ្នកខ្លះអ្នកទោសខ្លះមកបដិបត្តិធម៌ទាំងដែលមានខ្នោះជាប់នឹងជើងជាប់នឹងដៃលោក Google អង្ការគាត់ប្រាប់ថាតើអ្នកកំពុងធ្វើអ្វីនាំមនុស្សអ្នកទោសមកបដិបត្តិមិនបានទេធម៌មិនសម្រាប់អ្នកទោសទេធម៌គឺសម្រាប់មនុស្សដូច្នេះហើយរដ្ឋាភិបាលក៏បានសម្រេចចិត្តយ៉ាងប្រថុយប្រឋានចំពោះអ្នកទោសដែលសម្លាប់មនុស្សរាប់សិបនាក់ឲ្យមានសេរីភាពអង្គុយចំពោះមុខគ្រូវិបស្សនាប៉ុន្តែគេព្រួយបារម្ភខ្លាចមានការងើបសម្លាប់ណាមួយប៉ូលីសទាហានកាន់កំភ្លើងគ្រប់ដៃឈរនៅជុំវិញមនុស្ស1000នាក់នោះបើមានអាណាកម្រើខ្លួនងើបត្រឹមតែបន្តិចទ្រង់អ្នកនោះនឹងត្រូវឆ្លុះប៉ុន្តែជាកុសលមនុស្សរាប់ម៉ឺននាក់គ្មានអាណាមួយដែលងើបរត់ហើយនឹងមានចិត្តប៉ុនប៉ងសម្រាប់លោក Google អង្ការទេរហូតទៅដល់ការចម្រើនធម៌ចប់មនុស្សស្រាប់ផ្ដើមយំទទួលស្គាល់កំហុសយំអភ័យទោសចំពោះអ្នកប្រព្រឹត្តសម្លាប់គ្រួសារខ្លួនរហូតទៅដល់អរគុណចំពោះខ្លួនដែលបានមកជាប់គុកហើយមកបានរៀនបច្ចេកទេសធម៌នេះមនុស្សជាប់គុកទាំងអស់នោះមានសំណាងគិតថាខ្លួនបានរៀនបច្ចេកទេសធម៌ដោយខ្លួនជាប់គុកអ្នកខ្លះមិនទាន់បានរៀនកម្មដ្ឋានហ្នឹងចេះតែអាណិតខ្លួនចេះតែខឹងចេះតែចោទសង្គមចេះតែចោទពិភពលោកចេះតែចោទរដ្ឋាភិបាលចេះតែចោទគេចោទឯងថាសេចក្តីទុកកើតមកពីគេកើតមកពីក្រៅប៉ុន្តែនៅពេលដែលមនុស្សនោះរៀនចម្រើនកម្មដ្ឋានសម្លឹងមើលដង្ហើមសម្លឹងមើលវេទនាសេចក្តីទុកកើតនៅក្នុងខ្លួនកំហឹងកើតនៅក្នុងខ្លួនការព្យាបាទកើតនៅក្នុងខ្លួនគ្រាន់តែដូរទិដ្ឋិយល់បន្តិចអ្នកគុកដែលកាយសាហាវទាំងអស់នោះស្រាប់តែមានការផ្លាស់ប្ដូរដូចមនុស្សរស់នៅធម្មតាចាប់ដើមញញឹមចាប់ដើមសប្បាយចិត្តចុះញាតិញោមទាំងដែលគ្មានទោសនៅក្នុងខ្លួនផងណាថាតើយើងមិនគួរសាកល្បងបដិបត្តិម្ដងជា2ដងឬក៏បដិបត្តិសាកមើលដែរឬទេបាទអញ្ចឹងអាត្មាលើកទឹកចិត្តឲ្យញាតិញោមទាំងអស់គ្នាសាកល្បងទៅបដិបត្តិឲ្យបានយ៉ាងហោចណាស់ក៏ម្ដង2ដងហើយសាធុអាត្មាមានប្រូក្រាមនៅនេះយកមកចឹងមុនបញ្ចប់ចែកញាតិញោមថាចង់បានបាទតិចច្រឡំថាអាត្មាប្រម៉ូទអីណាបានបច្ច័យអីអត់ទេគឺទៅចម្រើនធម៌ហ្នឹងគឺញាតិញោមធ្លាប់ទៅឮថាគេបដិបត្តិធម៌គេឃើញពលឺគេឃើញនេះឃើញនោះគេនិយាយអញ្ចេះនិយាយចុះយើងទៅសាកខ្លួនឯងមើលអញ្ចឹងញាតិញោមណាថ្មីអាចថតបានបាទអញ្ចឹងអាត្មានិយាយពីបទពិសោធន៍ខ្លួនឯងខ្លីឯងនេះមិនមែនជាអាត្មាមិនមែននិយាយក្នុងនាមជាគ្រូទេព្រោះលក្ខខណ្ឌរបស់គេហ្នឹងគឺគេហាមមិនឲ្យយើងទៅបង្រៀននៅពេលណាដែលយើងមិនទាន់បានចាត់តាំងទេ
ចឹងអាទៅបរិបត្តិហ្នឹងគឺ5 4ថ្ងៃ5ថ្ងៃដំបូងអាត្មាអង្គុយអត់ប្រាយជើងប៉ុន្តែនៅពេលដែលចាប់3ថ្ងៃកន្លះចម្រើនអាណាបាតាមអង្គខ្យល់ចាប់ពីថ្ងៃទី4ពេលល្ងាចចាប់ផ្ដើមចូលវេទនាហើយវេទនាហ្នឹងក៏មើលត្រឹមតែវេទនានៅក្នុងចំហដែរគឺវិច័យទេសរបស់គាត់គឺឡើងថ្នាក់អាត្មាសង្ខេបខ្លីចុះដោយសារពេលវេលារបស់យើងដូចជាប្រហែលនេះសុំមើលម៉ោងហ៎អូម៉ោងបន្តិចអាត្មាសុំនិយាយតែ2នាទីទេបាទអញ្ចឹងបច្ចេកទេសហ្នឹងគឺមានការកើនឡើងជាលំដាប់ឡើងថ្នាក់ទី1ការចម្រើនអាណាបាគឺមើលដង្ហើមជាទូទៅធ្វើម៉េចឲ្យតែដឹងក្នុងរឹមចំហរបស់យើងចាប់ផ្ដើមចូលថ្ងៃទី2ថ្ងៃទី3គ្រូឲ្យសម្រួលចិត្តឲ្យមើលតែដង្ហើមមើលតែខ្យល់ដែលដកប៉ះជាមួយនឹងផ្ទៃនៃចុងចំហថ្ងៃទី3ឲ្យមើលត្រឹមតែប៉ះជាមួយនឹងលើបបូរមាត់ថ្ងៃទី3ទី4ថ្ងៃទី4ពេលល្ងាចចាប់ផ្ដើមឲ្យមើលវេទនានៅក្នុងដង្ហើមហ្នឹងក្តៅត្រជាក់ក្តៅត្រជាក់ឬក៏មានការប៉ះទប់ណាមួយនៅលើរឹមបបូរមាត់ហ្នឹងថ្ងៃទី5ចាប់ផ្ដើមឲ្យមើលវេទនានៅលើដងខ្លួនមើលវេទនានៅលើដងខ្លួនគឺចាប់មើលពីបង្ហើយទៅធ្វើម៉េចមើលឲ្យឃើញវេទនាដែលកំពុងរត់ចិត្តរបស់យើងនៅពេលដែលក្រោតគ្រៀតមើលអត់ឃើញប៉ុន្តែនៅពេលដែលចិត្តរបស់យើងស្ងប់ចាប់ផ្ដើមឃើញសរសៃឃើញឈាមឃើញរបស់អ្វីដែលរត់ពេញខ្លួនរបស់ពេញក្បាលរបស់យើងបាទអាត្មាគឺដូចតកៅវាលើក្បាលបាទគឺជប់ពេញរៀលដាលមកហើយដល់ពេលយើងមើលពីប្រកាសហ្នឹងមើលដល់មុខអាហ្នឹងយើងមើលស្បែកវេទនាថ្ងៃទី5មើលតែស្បែកទេអត់តដល់ក្នុងណាមើលតែវេទនាត្រឹមស្បែកទេមើលរហូតដល់វេទនាដល់ប៉ះក្តៅតិចប៉ះដង្ហើមហ្នឹងវេទនាជាសក់ទេខ្ញុំសក់វេទនាដល់ពេលស្ពឹកទុកវេទនាអញ្ចឹងយើងគ្រាន់តែមើលឯងអត់ឲ្យប្រកាន់អត់ឲ្យហួងហែងអត់ឲ្យតោមនោះមានឧបេក្ខាចិត្តមើលចំហៀងខ្លួនមើលពីស្មាមើលដៃមើលកែងដៃមើលប្រអប់ដៃមើលម្រាមដៃហើយមើលមកចំហៀងទៀតមើលម្រាមមើលមកខាងហើយយើងចាប់ដើមមើលទ្រង់ផ្ទៃនៃទ្រង់ដែលប៉ះជាមួយនឹងខោអាវរបស់យើងឬក៏ក្តៅរងាស្អប់ស្អាតសោះស្អាតបាច់ញើសអីឲ្យយើងមើលវេទនារហូតមើលដល់ខ្លួនហើយមើលមកខ្នងមើលពីខ្នងហើយមើលធ្លាយមកដល់ខាងក្រោមផ្ទៃខាងក្រោមគឺមើលផ្លូវមើលវេទនាដែលកើតនៅលើផ្លូវប៉ះជាមួយនឹងខោអាវមើលជង្គង់មើលជើងរហូតមើលទាំងពីរថ្ងៃបន្ទាប់ទៀតគ្រូចាប់ផ្ដើមឲ្យយើងមើលជាគូមានថាយើងមើលដៃឲ្យមើលដៃទាំងពីរវេទនាធ្វើម៉េចឲ្យមើលឃើញវេទនាក្នុងដៃទាំងពីរទោះបីជាសតិកើតរលត់យឺតគ្នាប៉ុន្តែធ្វើម៉េចយើងមើលឲ្យដឹងថាវេទនាហ្នឹងមានលើដៃទាំងពីរមើលនៅលើផ្លូវទាំងពីរជើងចោះទៅក្រោមហើយបានមើលមកខ្លួនបាទប៉ុន្តែមើលចេញពីបង្ហើយមុននៅតែបង្ហើយមុនដដែលថ្ងៃទី8ថ្ងៃទី9ថ្ងៃទី10ចាប់ផ្ដើមឲ្យមើលសាច់ជ្រៅបាទប៉ុន្តែមុននឹងចូលដល់ហ្នឹងគឺដំណាក់កាលហ្នឹងគឺយើងមើលវិច្រាស់ទៀតថ្ងៃទី8ចាប់ផ្ដើមមើលវិច្រាស់មកវិញមើលពីចុងជើងមកក្បាលមកចុងជើងថ្ងៃទី9ចាប់ផ្ដើមមើលខាងក្នុងចាប់ផ្ដើមចាក់ដល់សាច់ខាងក្នុងមើលពីបង្ហើយហ្នឹងធ្លីដល់ខាងក្រោមមើលដល់ក្នុងខួរស្មាមើលពីស្ទាប់ស្បែកវេទនាដែលរត់នៅលើប្រកាសហ្នឹងបកសាច់ចេញមើលដល់បកស្បែកចេញមើលដល់សាច់សរសៃបកសរសៃនិងសាច់ចេញមើលដល់ឆ្អឹងបកយើងមើលធ្លុះដល់ឆ្អឹងខួរក្នុងឆ្អឹងលលាខួរហ្នឹងមកញញោមខ្លះញើតមើលហ្នឹងមិនមែនឃើញទេយើងគ្រាន់តែឲ្យយើងពិនិត្យមើលទេវាមិនមែនឃើញដូចយើងទាំងស្រុងទេក៏យើងដឹងថាវេទនាកើតអត់ពិនិត្យមើល scan ហ្នឹង scan មកដល់ពេល scan មើលក្នុងរូបរបស់យើងអត់មានអីក្រៅពីឆ្អឹងដកតែសាច់ចេញមាត់របស់យើងមានអីសល់ឆ្មិញដកឲ្យចំហចេញសាច់នេះសល់ឲ្យប្រហោងថ្លុងកនេះដកតែសាច់ចេញសល់តែប៉ុណ្ណឹងកដៃហ្នឹងសល់តែឆ្អឹងហ្នឹងខ្លួនទ្រង់របស់យើងដកតែសាច់ចេញសល់អីគឺសល់តែឆ្អឹងចនី 3-4 ហើយបេះដូងរបស់យើងសាច់ក្នុងមើលដល់បេះដូងហើយធ្លាយឲ្យមើលពីទ្រង់ធ្លាយមកខ្នងមើលពីខ្នងធ្លាយមកទ្រង់វិញមើលពីពោះធ្លាយដល់ខាងក្រោយមើលខាងក្រោយធ្លាយដល់ពោះចាក់បិច្រាស់មើលបិច្រាស់មើលផ្លូវក៏ដូចគ្នាដែរចាប់ដើមមើលជ្រុះដល់សាច់ហ្នឹងគេហៅមើលវេទនាគឺមើលវេទនាហ្នឹងមិនមែនមើលឃើញសាច់ទេគឺឲ្យថា
ទុក្ខវេទនាសុខវេទនាកើតឡើងយើងអត់ហួងហែងអត់ប្រកាន់ភ្ជាប់ចិត្តរបស់យើងត្រូវស្ថិតនៅជាឧបេក្ខាទោះបីជាឃើញអីក៏ដោយដល់ពេលដែលចិត្តរបស់យើងស្ងប់អាត្មាទាញចិត្តឡើងមកវិញថ្ងៃទី7ស្រាប់តែដូចគេបើកបង្អួចគឺភ្លឺចេះដូចគេបើកបង្អួចអញ្ចឹងបាទដូចយើងបើកបង្អួចពេលផ្ទះយើងងងឹតយ៉ាងណាគឺពន្លឺហ្នឹងបុកចូលមកបែបហ្នឹងញោមភ្លឺចេះមកប៉ុន្តែគ្រូប្រាប់ថានឹងកុំឲ្យយើងជាប់ជាមួយពន្លឺហ្នឹងបាទវាកើតទៅវាទៅប៉ុន្តែមានន័យថាអ្នកដែលបានពន្លឺនេះអីហ្នឹងគឺមានន័យថាអ្នកដែលមានឧបនិស្ស័យល្អហើយទៅបានពន្លឺហ្នឹងមកបាទបនិស្ស័យយើងបនិស្ស័យផងយើងបដិបត្តិតឹងផងបដិបត្តិនេះយើងអត់សូវដូរអីយ៉ាបត់អញ្ចឹងញាតិញោមអញ្ជើញទៅយើងបានស្គាល់គ្នាអញ្ចឹងទៅញាតិញោមថាអធិដ្ឋានទៅបើឈឺខ្លាំងគាត់យើងគ្រាន់តែបើកបិទភ្នែកដូរជើងទៅបាទបើសិនជាញាតិញោមបើកបិទមិនដឹងធរនៅណាទេបង